ទាំងអស់គ្នាចាំមើលផ្លូវឯងគ្រប់គ្នាលោកមេភូមិបានឲ្យពួកយើងទាំងអស់គ្នានេះនាំឯងត្រឡប់ទៅវិញទេខ្ញុំពុំទាន់បានសងបំណុលឈាមជូនពុកនិងសម្រាប់ពួកចៅគឺខ្ញុំមិនទាន់ត្រឡប់ទៅវិញជាដាច់ខាតមែនហើយអ៊ំមែនហើយឈប់អ្នកទាំងអស់គ្នាពួកឯងទាំងអស់គ្នាណាមិនមែនជាដៃគូរបស់មេចៅសម្រិតទេអ្នកឪវាមួយថ្ងៃលេងសុទ្ធតែកាប់ចាក់រត់តែពេលសុកអីក៏គ្មានដែរត្រូវហើយក្មួយទាំងអស់គ្នាពេលនេះក្មួយឯងទៅហាត់គុណជាមួយគ្រូយាយបន្ថែមទៀតព្រោះតែនៅក្នុងភូមិនេះគេរាប់គាត់ជាគ្រូគុណលេខ1ប្រចាំស្រុកហ្នឹងណាមិនអីទេបើសម្រេចចិត្តថានឹងទៅហាត់គុណជាមួយគ្នានោះចំពូនាំទៅក៏បានដែរព្រោះថាពូហើយនឹងគ្រូគុណយ៉ាវនេះណារាប់អានគ្នាណាបើដូច្នោះថ្ងៃស្អែកយើងត្រូវទៅហាត់គុណបន្ថែមទៀតខ្ញុំក៏ទៅដែរតែទាំងអស់គ្នាណាភូមិរិនមិនហត់មែនទេត្រូវតែសងសឹកបើក្មេងៗយល់អញ្ចឹងខ្ញុំក៏គ្មានអ្វីឲ្យដែរមានតែក្បាច់គុណទាំងនេះទុកសម្រាប់ហាត់ការពារភូមិស្រុកតែប៉ុណ្ណោះទេអូយមលបងពិតជាអស្ចារ្យមែនត្រឹមត្រូវហើយលបងអត់ទេលោកគ្រូខ្ញុំមិនចង់រៀនក្បាច់គុណទេព្រោះមកខ្ញុំផ្ដាំថាមានតែក្បាច់វាយកែងជូនលោកទេទើបឈ្នះគេក្បាច់វាយកែងជូនលោកវាយកែងជូនលោកក្បាច់អីទេលបងអញ្ចឹងឯងចាំហាត់ក្បាច់ជំហានព្រះនារីចុះចាំគ្រូបង្ហាត់ឯងគេវាយឯងក៏មិនត្រូវហើយគេក៏បានលើកថែមទៀតផងបាទគ្រូខ្ញុំចាំមកក្បាច់នេះលោកគ្រូអស្ចារ្យណាស់ហុយហើយអូល្អណាស់លបងមើលណាស់ល្អមែនទេអូបានហើយណាណែក្បាច់គុណរបស់ពួកឯងកាន់តែរីកចម្រើនហើយណែភូមិរិនណាឯងទៅយកដាវហាត់បន្ថែមទៀតទៅណាចំណែកឯងសម្រាប់សិនទៅណាបានលោកគ្រូទៅបានលោកគ្រូយើងកាប់បង្វិលខ្លួនទប់ចាអានេះវិញឃើញទេត្រឹងណាបានត្រឹងទៅអូភូមិរិនគេឆ្លាតណាស់គេហើយនឹងគេហើយអូចាមែនបានស្អីជាមីនាងបំប្រៃណាពុកកូនយកផ្លែឈើមកជូនពុកក្រែងមែនយកមកឲ្យពុកទៀតដឹងហើយហេបើបានស្រីស្អាតយកចំណីមកឲ្យរាល់ថ្ងៃយ៉ាងនេះគ្នាសុកចិត្តឈឺរហូតហើយពុំចាញ់រាជនីទេវើយអញ្ចឹងបានជាលោកប្រុសឆាប់ជារបួសយ៉ាងនេះបានហើយមិនដឹងជាស្អីទេបងបរិយចូលចិត្តនិយាយលេងសើចច្រើនណាស់មិននេះមកបងបងឯងអញ្ចឹងទៅបងភូមិរិនអរគុណហើយមកពួកយើងមករំគ្នាហូបផ្លែឈើផ្លែឈើខ្ញុំមកចកោមកសុំមកចកោទៅខាងនោះហើយទៅរាជនីបងខំត្រកងអូនមក
ទីបំផុតស្រាប់តែអូនបានទៅលឺ